បាទសួស្តីបងប្អូនសមាជិកស្រីអ៊ីទាំងអស់បាទហើយសុខសប្បាយទេបងប្អូនទាំងអស់គ្នាបាទហើយបាទថ្ងៃនេះគឺជាថ្ងៃដ៏មហិករិកបាទថ្ងៃដ៏អស្ចារ្យបាទជាថ្ងៃវិសាខបូជាបាទសម្រាប់ប្រជាជនខ្មែរយើងសម្រាប់បងប្អូនកាន់ពុទ្ធសាសនាបាទពុទ្ធបរិស័ទទាំងឡាយហើយទាំងមហាយានទាំងបាទហិនយានឬក៏យើងហៅថាបាទហៅថាថេរវាទបាទបងប្អូនណាទាំងថេរវាទទាំងមហាយានហ្នឹងគឺប្រពនៅពិធីរំលឹកគុណព្រះពុទ្ធព្រះអង្គម្ចាស់នៃយើងបាទដែលព្រះអង្គបានលះប្រកាយបាទច្រើនណាស់បាទណាដើម្បី45ព្រះភាសាបាទបងខ្ញុំមិនច្បាស់ប្រមាណទេបងប្អូនណាបាទដើម្បីពិភពលោកទាំងមូលនេះបាទហើយថ្ងៃនេះដែរគឺជាថ្ងៃរំលឹកដល់គុណរបស់ព្រះពុទ្ធដែលព្រះពុទ្ធព្រះអង្គបានប្រសូតត្រាស់ដឹងហើយនឹងចុងក្រោយគឺបរិនិព្វានបាទគឺរំលត់ខណ្ឌគឺអញ្ចឹងបាទចំណែកឯស្រីអ៊ីរបស់ខ្ញុំគឺមិនមែនថាគម្រោងស្រីអ៊ីយើងមិនមែនថាយើងចេះតែដាក់ស្រីអ៊ីហ្នឹងគឺ3បងប្អូនណាអ៊ីបាទគឺបាទតំណាងឲ្យជាតិសាសនាព្រះមហាក្សត្រកម្ពុជាយើងហ្នឹងបាទវចនាយើងហ្នឹងហើយ3នឹងតំណាងឲ្យកំពូលប្រាសាទបាទដែលជាទង់ជាតិជានិមិត្តសញ្ញាជាតិរបស់ខ្មែរយើងហ្នឹងគឺប្រាសាទអង្គរបាទណាដែលមានកំពូល3ហ្នឹងហើយ3ដែលសំខាន់ដែលសម្រាប់ថ្ងៃនេះបាទបងប្អូនណាសម្រាប់ថ្ងៃហ្នឹងគឺ3ហ្នឹងគឺតំណាងឲ្យបាទណាថ្ងៃវិសាខបូជាដែរបងប្អូនណាគឺដែលយើងរំលឹកបន្ភ្លេចគុណព្រះពុទ្ធព្រះអង្គម្ចាស់នៅថ្ងៃទី1គឺនៅថ្ងៃដែលព្រះអង្គប្រសូតបាទប្រសូតគឺនៅបាទនៅខែពិសាខបាទប្រសូតនៅខែពិសាខហើយថ្ងៃដែលព្រះអង្គត្រាស់ដឹងក៏នៅខែពិសាខទៀត15កើតពេញបូរមីដូចគ្នាបងប្អូនបាទហើយថ្ងៃដែលព្រះអង្គបរិនិព្វានបាទអស់ខណ្ឌបាទរំលប់ខណ្ឌទាំង5ហ្នឹងគឺថ្ងៃបរិនិព្វានហ្នឹងគឺចំខែវិសាខហ្នឹងទៀតបាទបងប្អូនណាគាត់ខុសឆ្នាំគ្នាទេបាទខុសឆ្នាំគ្នាអញ្ចឹងមេរៀននេះដែរគឺការរំលឹកគុណរបស់ថ្ងៃវិសាខបូជានេះដែរគឺវាពេញលេញណាបងប្អូនគឺ3ហ្នឹងគឺពេញលេញសម្រាប់ប្រជាជនពុទ្ធបរិស័ទនៅលើពិភពលោកហ្នឹងដែលជាថ្ងៃបុណ្យមួយដ៏ធំលើសបុណ្យទាំងឡាយបាទចូលឆ្នាំក៏មិនអាចប្រៀបធៀបបានប្រជុំបិណ្ឌក៏មិនអាចប្រៀបធៀបបានណាធំណាបាទបុណ្យនេះគឺបងប្អូនទាំងអស់គ្នារួមគ្នាធ្វើទាំងអស់គ្នាបាទសម្រាប់ប្រទេសកម្ពុជាដែលកាន់ពុទ្ធសាសនាស្ទើរតែ 95% កុំឲ្យចាញ់គេបងប្អូនបាទអញ្ចឹងគឺព្រះអង្គគឺទុកឲ្យយើង3ហ្នឹងគឺថ្ងៃដែលព្រះអង្គប្រសូតហ្នឹងគឺថ្ងៃចាប់ពីប្រសូតមករហូតហ្នឹងគឺយើងរៀនណាស្រូបយកចំណេះដឹងអីរៀងខ្លួនដូចព្រះអង្គគឺជាមនុស្សធម្មតាដែរណាបាទទី2គឺត្រាស់ដឹងគឺយើងស្រូបយកចំណេះដឹងរកអីមកវិជាគ្រប់បែបយ៉ាងណាបាទនៅក្នុងមជ្ឈិមអវ័យហ្នឹងបឋមអវ័យមជ្ឈិមអវ័យហ្នឹងដល់ពេលថ្ងៃចុងក្រោយបឋមអវ័យហ្នឹងគឺបងប្អូនចាស់ជរាហើយគឺជាការសន្សំណាបងប្អូនណាសន្សំនៅសិលសមាធិសិលណាសមាធិបញ្ញានឹងឯងអញ្ចឹងអត់មានតែយកទៅបានទេបងប្អូនបាទគឺមានតែសិលសមាធិបញ្ញានឹងឯងដែលអាចយកទៅបានអត់យកទៅអីទៅបានទេគឺសន្សំសិលសន្សំសុខសន្សំនិយាយអស់ទៅយើងថាសន្សំបុណ្យនោះតែម្ដងបងប្អូនណាសម្រាប់យើងយកអីទៅបានទេព្រោះអ្នកមានអ្នកអីមហាសេដ្ឋីដំណប់ពិភពលោកដំណប់ណាក៏ដោយតើតាស្លាប់ទៅហើយគឺឈឹងហើយបាទអត់មានបានអីទៅទេតែបើយើងអត់យល់យើងអត់ចេះសន្សំដោយព្រះអង្គសន្សំសិលសមាធិបញ្ញាហ្នឹង3ហ្នឹងគឺសិលសមាធិបញ្ញា3ហ្នឹងចាំបានស្រីអ៊ីហ្នឹងដាក់3ហ្នឹងគឺកន្លែងហ្នឹងឯងបាទអញ្ចឹងខ្ញុំអត់មានអីត្រូវបន្តទៅមុខទៀតទេបងប្អូនបាទគ្រាន់តែចែករំលែកបងប្អូនប៉ុណ្ណឹងឲ្យមានកំហុសខុសឆ្គងអីសូមអភ័យទោសសម្រាប់បងប្អូនទាំងអស់គ្នាចុងក្រោយគ្រាន់តែខ្ញុំនិយាយថារំលឹកថ្ងៃបុណ្យវិសាខបូជានេះគឺរំលឹកដល់គុណមហាសាលសម្រាប់ព្រះពុទ្ធអង្គម្ចាស់នៃយើងគឺទី1ប្រសូតទី2ត្រាស់ដឹងនិងទី3គឺបរិនិព្វានគឺរំលត់ខណ្ឌទាំង5នឹងឯងបាទអរគុណច្រើនស្រីអ៊ីបាទ